សួស្តីនេះជាវីដេអូទី1ដែលក្នុងគោលបំណងអប់រំភាសាអង់គ្លេសតាមអនឡាញមុននឹងយើងឈានចូលមេរៀនយើងសុំសួរមួយសំណួរថាហេតុអីបានជាយើងរៀនអង់គ្លេសនេះអ្នកទាំងអស់គ្នាសួរខ្លួនឯងបាទកាលណាយើងរៀនភាសាមួយគឺយើងត្រូវមានគោលបំណងឬក៏យ៉ាងហោចណាស់ដឹងពីសារៈសំខាន់របស់វាដែរបាទទើបយើងអាចរៀនទៅវាចំគោលដៅរបស់យើងតាមការឆ្លោះបញ្ចាំងផ្ទាល់ខ្លួនរបស់ខ្ញុំរកឃើញផលប្រយោជន៍នៃការរៀនភាសាអង់គ្លេសហ្នឹង4-5ដែរបាទហើយអាហ្នឹងវាមានអីហោះហើរដូចគេទី1ចំពោះសិស្សវិទ្យាល័យគឺត្រូវឆ្លងកាត់ diploma ហើយនឹងបាក់ឌុបដែលតម្រូវឲ្យមានអង់គ្លេសប្រឡងមួយបាទសូមអត់បកស្រាយឆ្ងាយទេនេះហ្នឹងយើងយល់ទេទី2គឺសាកលវិទ្យាល័យយើងយល់ថានៅក្នុងបាក់ឌុបនេះសិស្សភាគច្រើនគាត់ថាអង់គ្លេសនេះគឺវាមិនសូវសំខាន់ដោយសារបន្ទុកវាតិចពេកអត់មានប៉ះពាល់ដល់បន្ទុកយើងដែរប៉ុន្តែនៅពេលដែលចូលទៅដល់សាកលវិទ្យាល័យហ្នឹងគឺត្រូវការទៀមទាយើងអាចកិច្ចនៅវិទ្យាល័យបានថាយើងចូលទៅដល់សាកលវិទ្យាល័យយើងកិច្ចបានទេកិច្ចបានលុះត្រាយើងអត់រៀននៅសាកលវិទ្យាល័យហើយចង់ដឹងថានៅសាកលវិទ្យាល័យគេទៀមទាមិនវិញអាហ្នឹងស្រាវជ្រាវបន្ថែមទៀតហើយបើមិនចឹងទេសួររៀមច្បងរបស់យើងចូលមកដល់បន្ទាប់ទៀតគឺរៀនអង់គ្លេសយើងមានឱកាសធ្វើគ្រូឯកជនហើយនឹងសាលារដ្ឋសូមនិយាយពីគ្រូឯកជននេះមិនថាយើងចាប់យកឯកទេសអក្សរសាស្ត្រអង់គ្លេសឬក៏អត់ទេឲ្យតែយើងចេះអង់គ្លេសច្រើនគឺយើងអាចចូលគ្រូឯកជនហើយចំពោះសាលារដ្ឋក៏ដូចគ្នាដែរយើងមានឱកាសប្រឡងប៉ុន្តែអ្នកចង់ធ្វើគ្រូអង់គ្លេសនៅសាលារដ្ឋភាគច្រើនគាត់យកអង់គ្លេសបាទទី4គឺនៅពេលដែលយើងនេះឆ្លងកាត់សាកលវិទ្យាល័យអីចឹងជាដើមអ្នកខ្លះចង់ទៅរៀននៅបរទេសដែលគេតម្រូវឲ្យធ្វើតេស្តដូចជា IELTS ឬក៏ TOEFL ឬក៏មិនបានទៅបរទេសទេតែគាត់តែចង់តេស្តខ្លួនឯងគឺត្រូវឆ្លងកាត់តេស្តអន្តរជាតិទាំងអស់ហ្នឹងគឺដើម្បីបញ្ជាក់ពីកម្រិតនៃសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់យើងប្រចាំថ្ងៃបាទតេស្តហ្នឹងគឺវាសំខាន់ទី5គឺយើងមានឱកាសអ្នកខ្លះគាត់ហ៊ានដើម្បីប្រឡងចូលសាលាល្បីដូចជា IFL ជាដើមមិនដាក់ IFL មួយទេតែថាហ្នឹងវាល្បីជាងគេបាទអញ្ចឹងហ៊ានអង់គ្លេសពីវិទ្យាល័យទៅបានអាចប្រឡងចូលនេះជាប់ព្រោះអីកម្រិតវិញ្ញាសាគេចេញមកពិបាកបាទតើយើងមានគ្រឹះមាំដែរហើយឬក៏អាហារូបករណ៍បាទនៅសាលាខ្លះសាកលវិទ្យាល័យខ្លះគេធ្វើរាល់ឆ្នាំដែលមានអង់គ្លេសចូលរួមជាមួយដូចជាអង់គ្លេសមួយវប្បធម៌ទូទៅអញ្ចឹងទៅសាកលវិទ្យាល័យខ្លះទៀតអង់គ្លេសគណិតអញ្ចឹងទៅអង់គ្លេសគណិតវប្បធម៌ទូទៅយ៉ាងអាហារូបករណ៍បើសិនជាបកកែគណិតហើយស្រាប់មានអង់គ្លេសទៀតអានឹងមានឱកាសច្រើនមួយទៀតនៅក្នុងកន្លែងការងារនៅពេលដែលយើងចូលធ្វើការគឺទាមទារការភាសាអង់គ្លេសលើកលែងយើងចូលទៅធ្វើសំណងលីសែងអានេះសុំទោសអានេះខ្ញុំមិនមើលងាយអ្នកធ្វើសំណងណាតែខ្ញុំគ្រាន់តែបញ្ជាក់ថាបើសិនជាយើងចង់ធ្វើជាការងារក្នុង office អញ្ចឹងគឺទាមទារដែរយើងអាចយកទៅអនុវត្តអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេ
វីដេអូនេះ